ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញសកម្មភាពនៅថ្ងៃឡើងផ្ទះរបស់ប្អូនជីដូនមួយខ្ញុំផងដែរនិយាយពីថារឿងថតរឿងអីហ្នឹងទុកចិត្តលើខ្ញុំចោះចូលចិត្តលេខ1តែម្ដងដោយសារតែពូ IT ថ្ងៃហ្នឹងគាត់រវល់ទៅចឹងហើយទូនទីហ្នឹងគឺធ្លាក់មកលើខ្ញុំទាំងស្រុងតែម្ដងហើយកម្មវិធីហ្នឹងគឺអត់បានធ្វើធំដុំអីទេបងប្អូនអើយលក្ខណៈថាហៅសាច់ញាតិចិត្តហ្នឹងអ្នកនឹងចាស់មកចូលរួមញ៉ាំងឲ្យកម្មវិធីអ៊ូអអញ្ចឹងទៅហើយយើងក៏មានដូចថាតាមលំដាប់លំដោយគឺសែនជានាងផ្ទះនិមន្តព្រះសង្ឃមានអាចារ្យមានអីសូត្រធម៌សូត្រមន្តលើករាសីសិរីសួស្តីថ្ងៃមង្គលអញ្ចឹងណាបងប្អូននិយាយពីថាផ្ទះវិឡានេះគឺធំមែនតើយើងគ្រាន់តែចូលតាមផ្លូវហ្នឹងក៏មានអារម្មណ៍ថាចង់រស់នៅដែរបងប្អូនផ្លូវនីមួយគឺធំហើយនៅក្នុងផ្ទះមានលបងមានអីអាចដាក់ឡានបានច្រើនគ្រឿងដែរហើយនៅខាងក្នុងផ្ទះវិញមានឡើងដូចជា3បន្ទប់4បន្ទប់និយាយទៅសម្រាប់គ្រួសារដូចថាមកល្មមគឺអាចចែកកូនម្នាក់បន្ទប់បានយ៉ាងស្រួលតែម្ដងហើយសម្រាប់បរិយាកាសវិញគឺមានដំណាំដាំដុះនៅមុខផ្ទះហើយអ្នកខ្លះក៏គាត់ដាំនៅគៀនផ្ទះអីចឹងណាមើលទៅមានក្តីសុខមែនតើបែបលក្ខណៈថាជីផ្ទះក្នុងក្តីសម័យតែម្ដងហើយឥឡូវខ្ញុំបានលួចថតប្អូនប្រុសខ្ញុំហើយគាត់អត់ដឹងទេបើសិនអត់ដឹងវិញដឹងយ៉ាងណាយ៉ាងណីទេមិនចូលចិត្តថតរូបទេមកផ្ទះគឺខុសគ្នាទាំងអស់ហ្មងបើខ្ញុំចូលចិត្តជាងគេ3នាក់បងប្អូនឥឡូវខ្ញុំបានថតម៉ាក់មីងហើយនឹងអ៊ំស្រីដែលនៅចិត្តគ្នានឹងទៅហើយចាប់ផ្ដើមកម្មវិធីគឺថារវល់វឹកវរទាំងសងខាងហ្នឹងណាបងប្អូនហើយមានម៉ាក់យាយមានយាយមានម្ដាយក្មេកម្ដាយបង្កើតអីមកចូលរួមជូនពរជ័យសិរីសួស្តីហើយសម្រាប់បងប្អូនដែលគាត់មានក្តីសម័យប្រាថ្នាវិញគឺតែងតែចង់បានពីមួយដំណាក់កាលទៅមួយដំណាក់កាលហើយសួរថាតើត្រូវធ្វើបែបណាគឺយើងមានតែខំប្រឹងឯងបងប្អូនចាប់ដៃគូគ្នាជាប្តីប្រពន្ធទី1គឺភាពស្មោះត្រង់ខិតខំប្រឹងប្រែងរកទាំងសងខាងទៅយើងអាចមានបានអីអញ្ចឹងទៅហើយបើសិនជាស្វាមីប្រឹងរកភរិយាយើងគឺត្រូវតែមើលថែរក្សាកូននៅក្នុងផ្ទះបន្ថែមទៀតឲ្យបានល្អអញ្ចឹងទៅហើយបន្ទាប់ពីពិធីឡើងផ្ទះនឹងហើយគឺចងដៃយកសិរីសួស្តីអាចារ្យគឺគាត់ចងមុនគេអីចឹងទៅហើយសម្រាប់ខ្ញុំវិញហេដែរបងប្អូនហើយថ្ងៃចងដៃនឹងគឺថាជាប់រវល់ថតបានចងដៃសោះហ្មងអូយកុំនិយាយខ្លាចម្ចាស់កម្មវិធីដឹងទៅចាប់ប្រោយខ្ញុំហើយបន្ទាប់ពីធ្វើពិធីកិច្ចរួចរាល់អស់ហើយគឺយើងចាប់ផ្ដើមនិមន្តព្រះសង្ឃរៀបចង្ហាន់ប្រគេនហើយចាស់ពួកគាត់ម្នាក់ហ្នឹងគឺថារវល់មែនតើណាបងប្អូនរៀបចំចាត់ចែងពីមួយទៅមួយខ្ញុំសំណាងដែរកាន់តែកាមេរ៉ាគ្មានបានជួយអីទេជាពិសេសគឺកញ្ញិតកូនម្ចាស់ផ្ទះនឹងតែម្ដងតែកុំនិយាយបងប្អូនណាយ៉ាត់គេដឹងពីខឹងទៀតណាហើយខ្ញុំក៏ថតអូចាប់ផ្ដើមប្រហែលចុះប្រហែលឡើងហើយបើនិយាយទឹកដៃថតវិញខ្ញុំសុំនិយាយថាចាញ់ពូ IT 1លានភាគលានមកអត់បានស្អាតទេចេះតែចាប់មកអីចឹងទៅហើយកុំភ្លេចបងប្អូននេះគឺជាចុងភៅពិសេសនៅក្នុងកម្មវិធីហ្នឹងគឺមានច្រើនអ្នកមែនតែនមានអ្នកអំពងត្រីធ្វើទឹកជ្រលក់អូយឃើញជូរខ្វៃតដងចាស់បាយបាយ